ថ្ងៃនេះយើងមកចៀនត្រីអំបិលម្ទេសគ្រាន់តែឃើញនឹងថាទំនងមែនតែនបាយក្តៅក៏ត្រូវបាយកកក៏ត្រូវបើថាបាយកកវិញរឹតតែឆ្ងាញ់ទៅទៀតត្រីចៀនរបស់យើងជាមួយអំបិលម្ទេសហ្នឹងក៏ងាយស្រួលមែនតែននេះនៅពេលដែលយើងចៀនត្រីហើយថាមើលទៅទំនងមែនតែនគួរឲ្យចង់ញ៉ាំចំណែកគ្រឿងផ្សំនេះមានដូចជាត្រីនេះយើងយកត្រីស្រស់ទៅផ្សារបានត្រីស្រស់អញ្ចឹងថាប្រឡាក់ឆ្ងាញ់មែនតែនហើយគ្រឿងផ្សំមានអំបិលស្ករប៊ីចេងម្ទេសខ្ទឹមសយើងប្រើប៉ុណ្ណឹងទៅគឺគ្រប់គ្រាន់ហើយជាដំបូងគឺយើងចាប់ផ្ដើមយកត្រីហ្នឹងមកធ្វើស្ការធ្វើអីខ្វេះពោះខ្វេះអីអស់សិនទៅឲ្យស្អាតបន្ទាប់ពីយើងធ្វើស្អាតហើយយើងចាប់ផ្ដើមយកត្រីទៅលាងទឹកឲ្យស្អាតរួចដាក់ឲ្យស្រស់ទឹកបន្ទាប់ពីនោះគឺយើងចាប់ផ្ដើមយកត្រីហ្នឹងមកវះមួយឆ្នូតដើម្បីឲ្យពេលដែលយើងប្រឡាក់គឺត្រីចូលជាតិបានល្អបន្ទាប់មកយើងចាប់ផ្ដើមយកអំបិលស្ករប៊ីចេងដែលយើងបានលាយហ្នឹងគ្រឿងហ្នឹងបន្ទាប់មកយើងដាក់ជាមួយនឹងខ្ទឹមសម្ទេសដែលយើងបានលាងទឹកលាងអីហើយស្អាតហ្នឹងគឺបុកចូលគ្នាឲ្យម៉ត់ពេលដែលយើងបុកចូលគ្នាចឹងទៅថាដើម្បីឲ្យវាចូលជាតិអំបិលស្ករប៊ីចេងជាមួយនឹងម្ទេសខ្ទឹមហើយយើងអាចភ្លក់បន្តិចទៅយករសជាតិរាងដិតបន្ទាប់មកយើងចាប់ផ្ដើមយកមកប្រឡាក់ជាមួយត្រីនេះនាងខ្ញុំធ្វើឲ្យនាងខ្ញុំប្រឡាក់សាបពាក់កណ្ដាលហើយយើងប្រឡាក់ម្ទេសពាក់កណ្ដាលព្រោះដូចថាផ្ទះយើងមានក្មេងអញ្ចឹងទៅយើងដាក់ហឹលផ្សេងមិនហឹលផ្សេងហើយនៅពេលដែលយើងយកមកប្រឡាក់នេះគឺយើងប្រឡាក់ច្បាច់វាឲ្យសព្វបន្ទាប់មកយើងទុកប្រហែលជា20នាទីទៅចាំយើងយកមកចៀនថងចូលជាតិឆ្ងាញ់មែនទែនយើងដាក់ខ្ទះឲ្យក្តៅបន្ទាប់មកគឺយើងដាក់ខ្លាញ់ហើយយើងបន្ថែមម្សៅបំពងបន្តិចដើម្បីកុំឲ្យនៅពេលដែលយើងចៀនត្រីទៅវាខ្ទាតឥឡូវយើងចាប់ផ្ដើមមកដាក់ត្រីចូលទៅក្នុងខ្ទះក្នុងខ្លាញ់ដែលយើងបានដាក់ហ្នឹងទៅហើយយើងបើកភ្លើងហឹមទៅបានហើយព្រោះកាលណាដែលយើងបើកភ្លើងខ្លាំងពេកសាច់ត្រីគាត់ឆ្អិនទៅខាងក្រៅទេគឺអត់បានឆ្អិនដល់ខាងក្នុងទេអញ្ចឹងវាធ្វើឲ្យត្រីរបស់យើងនឹងអាចមិនឆ្អិនល្អឬក៏អាចខ្លោចនៅពេលដែលយើងដាក់ភ្លើងខ្លាំងពេកហើយនេះពេលដែលយើងដាក់ភ្លើងហឹមហើយយើងបើកចឹងមកថាត្រីរបស់យើងនឹងប្រឡាក់នឹងគឺល្អមែនតែនមើលទៅគឺថាទំនងមែនតែនហើយបើយើងដាក់ភ្លើងខ្លាំងវាអាចខ្លោចគ្រឿងដូចជាខ្ទឹមឬក៏ម្ទេសដែលយើងបានប្រឡាក់ជាមួយអញ្ចឹងយើងដាក់តែប៉ុណ្្នឹងគឺល្មមឥឡូវនៅពេលដែលយើងចាប់ផ្ដើមចៀនអញ្ចឹងទៅវាក្រហមល្អឆ្អិនល្អអញ្ចឹងយើងចាប់ផ្ដើមប្រែមកម្ខាងទៀតហើយនៅពេលដែលយើងដាក់ម្សៅបំពងអញ្ចឹងទៅគឺត្រីហ្នឹងវាអត់ជាប់នឹងខ្ទះមួយអីហើយបើសិនបើពេញចិត្តវីដេអូផ្សេងទៀតអាច comment នៅខាងក្រោមបានឥឡូវក៏លេចមកមើលត្រីចៀនយើងឯនេះវិញថាដាក់ចៀនក្តៅហុយចេញមកអូយគឺទំនងមែនតើនេះដាក់មកអូយថាគួរឲ្យមើលទៅថាគួរឲ្យចង់ញ៉ាំដាក់ចឹងមករត់តែល្អទៀតឥឡូវនៅពេលដែលយើងថាចាប់ផ្ដើមឆ្អិនប្រានេះយើងចាប់ផ្ដើមមកដួសដាក់ចានមកយើងដួសដាក់ចានហើយយើងរៀបឲ្យស្អាតមកនេះគឺទំនងមែនតែនពុកម៉ែបងប្អូនទាំងអស់គ្នាដាក់ជាមួយបាយកកបាយក្តៅទៅអស់មួយចានពីរចានតែម្ដងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់សូមជួបតែសុខសុវត្ថិភាពតាមផ្លូវធ្វើដំណើរនិងជោគជ័យគ្រប់ភារកិច្ចអរគុណជម្រាបលា